តាមភាសាមនុស្សថ្មីបងប្អូនថ្ងៃនេះបងគាត់ស្រាវចុងសប្តាហ៍ទៅជុំគ្នាហើយមកធ្វើចរិត BBQ ញ៉ាំបងប្អូនហើយចរិតនឹងយើងលាងទឹកបកស្លាប់ឲ្យស្អាតហើយយើងនាំគ្នាយកមកដោតចកាហើយបងប្អូនដែលធ្លាប់ធ្វើអញ្ចឹងហូបដែរខ្ញុំនេះលើកទី1ហើយដំបូងនេះដែលធ្វើ BBQ ចរិតអាំងញ៉ាំអញ្ចឹងណាបងប្អូនចាគឺថាបន្ទាប់ពីដោតចរិតរួចអីរួចចង់ភៅវាបងប្អូននៅគាត់មកទៀតដល់អញ្ចឹងគាត់ក៏ស្ទុះស្ទាបញ្ញាប់ទៅធ្វើគ្រឿងទឹកសោះដើម្បីយកទៅលាបចរិតពីលើហើយគ្រឿងផ្សំគាត់មានខ្ទឹមម្ទេសហើយស្លឹកក្រូចយកទៅរំលីងណាបងប្អូនចាគឺថាលាយគ្រឿងអំបិលស្ករប៊ីចេងទឹកប្រេងខ្យងទឹកស៊ីអ៊ីវបងប្អូនហើយគ្រាន់តែលាយគ្រឿងបានមកសធុគឺថាក្លិនចូលគ្នាហើយឈ្ងុយស្លឹកក្រូចឡើងត្រុបបងប្អូនអើយបន្ទាប់ពីលីងគ្រឿងឲ្យវាក្រហមហើយគ្រឿងដិតចូលជាតិល្អគាត់ក៏បិទគេឲ្យយកគ្រឿងនឹងមកដើម្បីលាបពីលើចរិតដែលយើងដាក់អាំងបងប្អូនហើយនេះគ្រឿងដែលយើងទឹកលីងហើយយើងអាំងសំទោសយើងលាបលើចរិតយើងប្រែចុះប្រែឡើងដើម្បីឲ្យគ្រឿងសោះយើងនឹងឲ្យចូលជាតិនៅក្នុងសាច់ចរិតបងប្អូនហើយឡើងឈ្ងុយហ្មងណានេះគឺជាចរិតអានលើកទី1ដែលខ្ញុំមិនដែលបានធ្លាប់ឃើញតទៅសោះតាំងពីតូចរហូតដល់ធំបានចាឲ្យអាំងចិត្តឆ្អិនឲ្យបងប្អូនឲ្យចរិតចាប់ផ្ដើមស្រួយបដាហើយក្លិនក៏ឈ្ងុយដែរហើយនេះបងប្អូននេះសិតតែភ្ញៀវចាំនៅភ្លក់បងប្អូនហើយបន្ទាប់ពីឆ្អិនហើយក៏ចាប់ផ្ដើមយកចរិតមកភ្លក់ម្នាក់មកចកហើយសួរថាចរិតនឹងឆ្ងាញ់អត់បងប្អូនអើយនៅគ្នាថាឆ្ងាញ់គ្រប់គ្នាឆ្ងាញ់ហ្មងនេះជើងមិនស្វាត់ក៏មិន no តាមភាសាមនុស្សថ្មីបងប្អូនថ្ងៃនេះបងគាត់ស្រាវចុងសប្តាហ៍ទៅជុំគ្នាហើយមកធ្វើចរិត BBQ ញ៉ាំបងប្អូនហើយចរិតនឹងយើងលាងទឹកបកស្លាប់ឲ្យស្អាតហើយយើងនាំគ្នាយកមកដោតចកាហើយបងប្អូនដែលធ្លាប់ធ្វើអញ្ចឹងហូបដែរខ្ញុំនេះលើកទី1ហើយដំបូងនេះដែលធ្វើ BBQ ចរិតអាំងញ៉ាំអញ្ចឹងណាបងប្អូនចាគឺថាបន្ទាប់ពីដោតចរិតរួចអីរួចចង់ភៅវាបងប្អូននៅគាត់មកទៀតដល់អញ្ចឹងគាត់ក៏ស្ទុះស្ទាបញ្ញាប់ទៅធ្វើគ្រឿងទឹកសោះដើម្បីយកទៅលាបចរិតពីលើហើយគ្រឿងផ្សំគាត់មានខ្ទឹមម្ទេសហើយស្លឹកក្រូចយកទៅរំលីងណាបងប្អូនចាគឺថាលាយគ្រឿងអំបិលស្ករប៊ីចេងទឹកប្រេងខ្យងទឹកស៊ីអ៊ីវបងប្អូនហើយគ្រាន់តែលាយគ្រឿងបានមកសធុគឺថាក្លិនចូលគ្នាហើយឈ្ងុយស្លឹកក្រូចឡើងត្រុបបងប្អូនអើយបន្ទាប់ពីលីងគ្រឿងឲ្យវាក្រហមហើយគ្រឿងដិតចូលជាតិល្អគាត់ក៏បិទគេឲ្យយកគ្រឿងនឹងមកដើម្បីលាបពីលើចរិតដែលយើងដាក់អាំងបងប្អូនហើយនេះគ្រឿងដែលយើងទឹកលីងហើយយើងអាំងសំទោសយើងលាបលើចរិតយើងប្រែចុះប្រែឡើងដើម្បីឲ្យគ្រឿងសោះយើងនឹងឲ្យចូលជាតិនៅក្នុងសាច់ចរិតបងប្អូនហើយឡើងឈ្ងុយហ្មងណានេះគឺជាចរិតអានលើកទី1ដែលខ្ញុំមិនដែលបានធ្លាប់ឃើញតទៅសោះតាំងពីតូចរហូតដល់ធំបានចាឲ្យអាំងចិត្តឆ្អិនឲ្យបងប្អូនឲ្យចរិតចាប់ផ្ដើមស្រួយបដាហើយក្លិនក៏ឈ្ងុយដែរហើយនេះបងប្អូននេះសិតតែភ្ញៀវចាំនៅភ្លក់បងប្អូនហើយបន្ទាប់ពីឆ្អិនហើយក៏ចាប់ផ្ដើមយកចរិតមកភ្លក់ម្នាក់មកចកហើយសួរថាចរិតនឹងឆ្ងាញ់អត់បងប្អូនអើយនៅគ្នាថាឆ្ងាញ់គ្រប់គ្នាឆ្ងាញ់ហ្មងនេះជើងមិនស្វាត់ក៏មិន no